សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំចេញវីដេអូថ្មីចង់និយាយអំពីវិធីកម្ចាត់ចៃឆ្កែបងប្អូនអាចឃើញនៅក្នុងវីដេអូនេះស្រាប់គឺកូនឆ្កែរបស់ខ្ញុំគឺវាកាត់ចៃច្រើនអញ្ចឹងខ្ញុំនឹងប្រាប់ពីរបៀបកម្ចាត់ចៃឆ្កែដែលមានប្រសិទ្ធភាពខ្ពស់ល្អបំផុតសម្រាប់កម្ចាត់ចៃឆ្កែហើយរូបមន្តដែលខ្ញុំប្រើគឺមានក្រូចឆ្មាបងប្អូនអាចយកក្រូចឆ្មាចំនួន3ផ្លែដូចនៅក្នុងវីដេអូនេះក្រូចឆ្មាចំនួន3ផ្លែអំបិលបងប្អូនអាចប្រើចំនួន3ស្លាបព្រាបាយនិងសាប៊ូម្សៅបងប្អូនអាចប្រើចំនួន3ស្លាបព្រាបាយដូចគ្នាអញ្ចឹងវិធីប្រើគឺបងប្អូនអាចយករូបមន្តទាំង3នេះផ្សំចូលគ្នាមុននឹងបងប្អូនយកទៅលាបនឹងខ្លួនរបស់ឆ្កែចំពោះសាប៊ូគឺបងប្អូនអាចប្រើ3ស្លាបព្រាពេញដោយសារតែក្នុងវីដេអូនេះគឺខ្ញុំកាន់កាមេរ៉ាផងហើយនឹងត្រូវជោគយកសាប៊ូផងអញ្ចឹងលបាយនៃការប្រើគឺវារៀងមិនស្មើគ្នាអញ្ចឹងបងប្អូនអាចប្រើសាប៊ូនេះចំនួន3ស្លាបព្រាពេញមុននឹងបងប្អូនលាយច្របល់ជាមួយនឹងក្រូចឆ្មាហើយរបៀបប្រើគឺបងប្អូនអាចយកគ្រឿងផ្សំដែលយើងផ្សំចំនួន3មុខដូចជាក្រូចឆ្មាអំបិលហើយនិងសាប៊ូម្សៅអាម៉ាញ់មិញនេះបងប្អូនយកមកបងប្អូនញីឲ្យសព្វពេញខ្លួនប្រាណរបស់ឆ្កែរបស់យើងបងប្អូនញីឲ្យដល់ស្បែកអញ្ចឹងពេលដែលបងប្អូនញីសព្វហើយបងប្អូនអាចផ្អាប់ទុករយៈពេល5ទៅ10នាទីចាំបងប្អូនយកវាមកមុជទឹកលាងសម្អាតជាមួយនឹងសាប៊ូបន្ទាប់ពីខ្ញុំផ្អាប់វាទុករយៈពេល5ទៅ10នាទីគឺខ្ញុំបានយកវាមកសម្អាតជាមួយនឹងទឹកចេញហើយខ្ញុំសង្កេតឃើញថាខ្លួនប្រាណរបស់វាគឺចៃបានងាប់50ទៅ60%ដូចក្នុងដើមវីដេអូដែលខ្ញុំបានបង្ហាញហ្នឹងគឺចៃវាងាប់បានប្រហែលជា50ទៅ60%អញ្ចឹងបងប្អូនអាចប្រើវិធីនេះបានគឺវាមានប្រសិទ្ធភាពសម្រាប់កម្ចាត់ចៃឆ្កែបានយ៉ាងមានប្រសិទ្ធភាពខ្ពស់បំផុត
ខ្ញុំបានធ្វើពិសោធន៍នៅលើឆ្កែរបស់ខ្ញុំចំនួន 3-4 ក្បាលហើយគឺពិតជាមានប្រសិទ្ធភាពល្អពិតមែនសូមអរគុណសម្រាប់ការតាមដានវីដេអូនេះតាំងពីដើមរហូតដល់ចប់សូមជួយចុច Subscribe ដើម្បីបានវីដេអូថ្មីៗពីខ្ញុំសម្រាប់ក្នុង Channel របស់ខ្ញុំគឺខ្ញុំតែងតែនិយាយអំពីការព្យាបាលសត្វមិនថាសត្វមាន់សត្វទានិងសត្វឆ្កែគឺខ្ញុំមានរបៀបក្នុងការព្យាបាលហើយបើសិនជាខ្ញុំវីដេអូរបស់ខ្ញុំមានកំហុសឆ្គងត្រង់កន្លែងណាសូមបងប្អូនមេត្តាខន្តីអភ័យទោសសម្រាប់ក្នុងវីដេអូរបស់ខ្ញុំផងអរគុណសូមជម្រាបលា